រ៉ង់គ្មានមិត្តពិតប្រាកដទេហើយគ្រប់ប្រទេសគេនឹងគិតពីផលប្រយោជន៍ជាតិខ្លួនឯងមុនគេជានិច្ចនេះគឺជាការលើកឡើងរបស់បណ្ដាញផ្សព្វផ្សាយរដ្ឋចិនដែលបានចុះផ្សាយដោយគេហទំព័រ CNBC នៅថ្ងៃទី2មិនិនាប្រិយមិត្តស្ដាប់ទៅមានអារម្មណ៍យ៉ាងណាដែរអត្ថបទវិភាគចេញពីកាសែត CNBC ដែលបានទម្លាយចំណងជើងថារុស្ស៊ីនិងចិនកំពុងតែបោះបង់អ៊ីរ៉ង់ឲ្យនៅម្នាក់ឯងហើយដែលត្រូវបានចាត់ទុកថាសម្ព័ន្ធភាពមានត្រឹមតែសម្ដីគ្មានសកម្មភាពខណៈដែលការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលបានឈានចូលទៅដល់ថ្ងៃទី3និងបានធ្វើខៀបមេដឹកនាំកម្ពុជាលោកអាយ៉ាតូឡាអាលីខាម៉ាណីទៀតនោះមហាអំណាចដែលអ៊ីរ៉ង់ធ្លាប់ទុកចិត្តបំផុតគឺរុស្ស៊ីនិងចិនបានត្រឹមតែចេញមុខថ្កោលទោសតាមពាក្យសម្ដីប៉ុណ្ណោះសារព័ត៌មាន CNBC បានរៀបត្រដាងថាទោះបីជាចិនរុស្ស៊ីហៅការវាយប្រហារនេះជាការរំលោភច្បាប់អន្តរជាតិប៉ុន្តែពួកគេមិនបានសន្យាថានឹងបញ្ជូនទ័ពឬផ្ដល់ជំនួយយោធាណាមួយជួយទៅដល់ទីក្រុងតេហ៍អ៊ីរ៉ង់ឡើយនេះបង្ហាញឲ្យឃើញពីដែនកំណត់យ៉ាងច្បាស់នៃមិត្តភាពយុទ្ធសាស្ត្រដែលកន្លងមកគ្រាន់តែជាការអួតអាងតាមរយៈការទូតដែលគ្មានតម្លៃយោធានៅពេលដែលមានអាសន្នឡើយសម្រាប់ប្រទេសចិនទំនាក់ទំនងជាមួយរដ្ឋាភិបាលលោកដូណាល់ត្រាំនៅតែជាអាទិភាពខ្ពស់បំផុតអ្នកជំនាញបានវិភាគថាចិនកំពុងរក្សាភាពស្ងប់ស្ងាត់និងមិនលុកដៃជួយអ៊ីរ៉ង់ក៏ព្រោះតែចិនចង់យកបញ្ហានេះទៅដោះដូរជាមួយអាមេរិកលើបញ្ហាសេដ្ឋកិច្ចនិងបញ្ហាកោះតៃវ៉ាន់វិញសូម្បីតែបណ្ដាញផ្សព្វផ្សាយរដ្ឋចិនក៏បានបញ្ជាក់ចំដែរថាអ៊ីរ៉ង់គ្មានមិត្តពិតប្រាកដទេហើយគ្រប់ប្រទេសគេនឹងគិតពីផលប្រយោជន៍ជាតិខ្លួនឯងមុនគេជានិច្ចចិនសុកចិត្តមើលអ៊ីរ៉ង់រងគ្រោះជាជាងធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មដ៏មហាសាលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកទៅលេចរុស្ស៊ីវិញទោះបីជាធ្លាប់ទទួលបានដ្រូននិងមីស៊ីលពីអ៊ីរ៉ង់សម្រាប់សង្គ្រាមនៅអ៊ុយក្រែនក៏ដោយប៉ុន្តែនៅពេលដែលអ៊ីរ៉ង់ត្រូវការជំនួយវិញរុស្ស៊ីបែរជាគ្មានសមត្ថភាពជួយទាល់តែសោះដោយសារតែជាប់ផុងសង្គ្រាមនៅអ៊ុយក្រែនជិត4ឆ្នាំរុស្ស៊ីបានបាត់បង់សមត្ថភាពក្នុងការបំពេញឥទ្ធិពលយោធានៅមជ្ឈមបូព៌ាស្ទើរតែទាំងស្រុងលើសពីនេះលោកវ្លាឌីមៀពូទីនបែរជាចំណេញពីសង្គ្រាមនេះទៅវិញព្រោះតែការបាញ់គ្នានៅអ៊ីរ៉ង់បានធ្វើឲ្យតម្លៃប្រេងពិភពលោកហក់ឡើងទៅដល់ 8% ដែលនេះគឺជាឱកាសមាសសម្រាប់រុស្ស៊ីក្នុងការលក់ប្រេងយកលុយមកបន្តសង្គ្រាមរបស់ខ្លួនត្រង់ចំណុចនេះយើងសង្កេតឃើញថាទាំងរុស្ស៊ីនិងចិនសិតតែមានហេតុផលរៀងៗខ្លួនក្នុងការឈោមមើលអ៊ីរ៉ង់ស្លាប់តែម្នាក់ឯងក្នុងនយោបាយគ្មានមិត្តភាពអមតៈទេមានតែផលប្រយោជន៍ជាតិប៉ុណ្ណោះដែលធំជាងគេអ៊ីរ៉ង់ពេលនេះប្រៀបបីដូចជាកូនអុកដែលគេបោះបង់ចោលក្នុងសមរភូមិបាត់ទៅហើយមុននឹងបញ្ចប់អត្ថបទនេះចង់ប្រាប់ថាទោះបីជាអ៊ីរ៉ង់ខំប្រឹងបង្កសង្គ្រាមឬខ្លាំងជាមួយអាមេរិកប៉ុណ្ណាក៏ចុងក្រោយអ៊ីរ៉ង់ត្រូវតែឈរច្បាំងម្នាក់ឯងការទាញចំណាប់អារម្មណ៍ត្រង់នេះគឺចង់បង្ហាញថាសម្ព័ន្ធភាពជាមួយមហាអំណាចកុម្មុយនីសចិនរុស្ស៊ីគឺគ្រាន់តែជារូបភាពសម្ព័ន្ធភាពដែលគ្មានព្រលឹងយោធាពិតប្រាកដនៅពីក្រោយឡើយចុងក្រោយមានតែយើងខ្លាំងទេទើបអាចឈរជើងបានក្នុងពិភពលោកដ៏គ្រោះថ្នាក់មួយនេះខ្ញុំសំអាងវណ្ណៈ True Insider AK7 នេះគឺជាខែលការពារមុខខ្ញុំពីកម្ដៅថ្ងៃពីរស្មី UV គ្រប់ពេលដែលខ្ញុំចេញក្រៅគឺថាអត់ឈុតមុខនេះមិនបានទេមានសាន់ប្លុក AK7 ពេលដែលលាបលើមុខធ្វើឲ្យមុខយើងមានសំណើមទន់ភ្លឺមកដល់ឡងទប់ជាតិខ្លាញ់បានល្អ